ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសៃពៅថ្ងៃនេះខ្ញុំទៅមន្ទីរពិសោធន៍ហើយក៏នាំបងប្អូនទាំងអស់គ្នាមកមើលការបកស្រាយមួយតាក់ទងជាមួយថាខ្ញុំនៅក្មេងសក់ហេតុអីមានវិបត្តិច្រើនម៉េះសុខភាពក៏ចុះខ្សោយអារម្មណ៍ក៏អន់ថយជាងមុនតោះមកមើលជាមួយខ្ញុំទាំងអស់គ្នារាល់ថ្ងៃនៅក្មេងទេហេតុអីក៏រូបរាងចាស់ម៉េះសុខភាពអារម្មណ៍ក៏ខ្សោយខ្លាំងដែរមិនមែនចាស់ជាងវ័យទេនេះដោយសារតែសុខភាពអរម៉ូនចុះខ្សោយទាំងស្ត្រីដែលមានអាយុក្មេងនិងស្ត្រីដែលមានវ័យចំណាស់អាយុគាត់ច្រើនក៏គាត់អាចមានបញ្ហាទៅលើវិបត្តិសុខភាពអរម៉ូននេះដែរមែនទែនទៅវិបត្តិសុខភាពអរម៉ូនស្ត្រីគឺកើតឡើងគ្រប់ស្ត្រីទាំងអស់ដូចជាអ្នកដែលគាត់មានបញ្ហាក្រោយសម្រាលកូនរួចអ្នកដែលគាត់មានអាយុត្រៀមចិត្តអស់រដូវឬក៏អស់រដូវរួចរួមទាំងការប្រើប្រាស់ថ្នាំមួយចំនួនក៏ធ្វើឲ្យប៉ះពាល់ទៅលើសុខភាពអរម៉ូនហើយស្ត្រីដែលមានបញ្ហាពិបាកចិត្តគិតច្រើនគេងអត់លក់ស្មុគស្មាញ stress សុខភាពចុះខ្សោយកំពុងព្យាបាលជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីកអីផ្សេងគឺប៉ះពាល់ទៅលើសុខភាពអរម៉ូននឹងតែម្ដងទាំងអស់នេះហើយដែលឆ្លើយតបទៅលើបញ្ហាបាត់បង់ចំណង់ស្ងួតកាហាយផ្សាឈឺចាប់ពេលនៅមួយគ្រួសារហើយយល់ថាខ្លួនឯងមិនក៏ចាស់ជាងមុនម៉េះដូចជាអារម្មណ៍ហ្នឹងផ្លាស់ប្ដូរខុសពីនៅក្មេងទាំងស្រុងតែម្ដងចាអញ្ចឹងទាំងអស់នេះមែនទែនទៅវាជាបញ្ហារបស់ស្ត្រីតែវាក៏មានដំណោះស្រាយដែរអញ្ចឹងសូមកុំបណ្ដោយឲ្យចម្ងល់ដែលយើងគិតថាអានឹងរឿងធម្មតាស្ត្រីគ្រប់គ្នាជួបអញ្ចឹងដូចយើងអត់មែនទែនទៅស្ត្រីខ្លះគាត់អត់ជួបបញ្ហាបែបហ្នឹងទេដោយសារតែគាត់បានយល់គាត់បានបង្ការគាត់បានការពារតែស្ត្រីខ្លះទៀតគាត់ជួបបញ្ហាហ្នឹងទាំងខ្លួនឯងនៅវ័យក្មេងតែម្ដងអញ្ចឹងដូច្នេះហើយណែនាំឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ទៅលើការថែទាំសុខភាពជាពិសេសគឺការចិញ្ចឹមបីបាច់ទៅលើអរម៉ូននឹងតែម្ដងចាសម័យនេះគឺជាសម័យទំនើបមានការស្រាវជ្រាវពិសេសហើយក៏មានឱសថដែលជាស្តង់ដារវិទ្យាសាស្ត្រវិទ្យាសាស្ត្រទំនើបជាច្រើនដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់នៅក្នុងគោលបំណងដើម្បីទៅចិញ្ចឹមអរម៉ូនឲ្យអរម៉ូនយើងល្អមានតុល្យភាពពេលនោះរដូវយើងក៏មកទៀងទាត់យើងអត់រាំងរដូវហើយយើងក៏មិនមានវិបត្តិទៅលើការដែលអស់រដូវទាំងវ័យក្មេងផងដែរចាជាពិសេសអ្នកដែលកំពុងតែមានសញ្ញាស្ងួតកាហាយផ្សាឈឺចាប់បាត់បង់ចំណង់បាត់បង់អារម្មណ៍ហ្នឹងគឺត្រូវតែប្រើប្រាស់តែម្ដងចាខ្ញុំសូមណែនាំនៅវីតាមីន2មុខនៅខាងមុខខ្ញុំនេះគឺជាវីតាមីនរបស់អូស្ត្រាលីសុទ្ធសាធតែម្ដងដែលមួយមុខនេះវាមានតួនាទីទៅចិញ្ចឹមអរម៉ូនស្ត្រីដែលធ្វើឲ្យស្ត្រីយើងមានតុល្យភាពអរម៉ូនគ្រប់គ្រាន់ចាហើយបាត់រាល់បញ្ហាដែលយើងគិតថាយើងចាស់ទាំងយើងនៅអាយុក្មេងនឹងផងដែរចាហើយមួយនេះគឺជាវីតាមីនដែលមានតួនាទីទៅចិញ្ចឹមរាងកាយរបស់យើងព្រោះវីតាមីននៅក្នុងខ្លួនរបស់យើងអាចបាត់បង់ដោយសារតែកត្តាយើងញ៉ាំអត់គ្រប់ខ្វះបន្លែខ្វះផ្លែឈើខ្វះជីវជាតិអញ្ចឹងនៅក្នុងនេះមានវីតាមីន C មានជាតិដែកមានអាស៊ីត folic ចាមានវីតាមីន B6 ដែលជួយឲ្យយើងមានកម្លាំងប្រព័ន្ធភាពស៊ាំយើងរឹងមាំអញ្ចឹងស្ត្រីដែលសម្រាលកូនរួចគឺខ្សោយខ្សោះកម្លាំងស្ត្រីដែលគាត់មករដូវច្រើនឬក៏អ្នកដែលគាត់ធ្លាក់ឈាមច្រើនអ្នកដែលគាត់មានជំងឺប្រចាំកាយធ្វើឲ្យសុខភាពគាត់ទ្រុឌទ្រោមខ្វះក្រឈាមក្រហមចាគឺអាចជ្រើសរើសវីតាមីនពីរមុខនេះបានដែលមួយទៅចិញ្ចឹមបំពន់តុល្យភាពអរម៉ូនរបស់យើងមួយទៀតគឺទៅជួយសារភាពវីតាមីននៅក្នុងខ្លួនរបស់យើងឲ្យគ្រប់គ្រាន់អញ្ចឹងស្ត្រីទាំងអស់គ្នាឈប់បារម្ភរឿងខ្លួនឯងចាស់ជាងវ័យទៀតទៅតែយើងមកខ្វល់ពីវិធីការពារធ្វើឲ្យសុខភាពយើងក៏ល្អហើយមួយទៀតយើងក្មេងជាងវ័យបានមិនមែនជារឿងលេងសើចទេប៉ុន្តែនេះគឺជាភាពពិតប្រាកដចា៎